Harry Kane យើងស្គាល់ហើយជាកីឡាករចម្រុះជាតិរបស់ប្រទេសអង់គ្លេសដែលគាត់មានឈ្មោះថា Harry Kane យើងបានឃើញការប្រកួតរវាងក្រុមចម្រុះជាតិរបស់ប្រទេសអង់គ្លេសនិងក្រុមចម្រុះជាតិកាណាកាលពីថ្ងៃទី24ពីម្សិលមិញយើងឃើញថាលទ្ធផលគឺ0ស្មើដោយក្រុមចម្រុះជាតិអង់គ្លេសមិនបានប្រសិទ្ធបញ្ចូលទីទៅលើក្រុមចម្រុះជាតិកាណានោះទេហើយអ្វីដែលយើងឃើញនៅក្នុងបណ្ដាញសង្គមកំពុងតែនិយាយវែកញែកទៅលើ Harry Kane គឺជឿជាក់ថាអ្នកគ្រប់គ្រងចម្រុះជាតិកាណាបានធ្វើអំពើមន្តអាគមដើម្បីចងជើងឬក៏ទៅលើ Harry Kane មិនឲ្យគាត់សុទ្ធបញ្ចូលទីបានទៅលើចម្រុះជាតិរបស់ខ្លួនឈ្មោះនោះដែលមានឈ្មោះថា Nana Kwagubonsom គាត់បាននិយាយថាបន្ទាប់ពីប្រទេសអង់គ្លេសចប់ការប្រកួតជាមួយក្រុមចម្រុះជាតិរបស់ខ្លួនដោយមិនបានសុទ្ធបញ្ចូលទីទៅលើក្រុមប្រជិតរបស់ខ្លួននោះគាត់ក៏បានដកអំពើធ្មប់ចេញពី Harry Kane ដើម្បីឲ្យ Harry Kane ហ្នឹងគាត់អាចសុទ្ធបញ្ចូលទីឬក៏រកគ្រាប់បាល់បានទៅលើក្រុមចម្រុះជាតិផ្សេងៗផងដែរគ្រូធ្មប់នេះគាត់បាននិយាយថាគាត់ស្រឡាញ់ Harry Kane ខ្លាំងណាស់គាត់មានកូនប្រុសមួយគាត់ដាក់ឈ្មោះកូនប្រុសរបស់គាត់ថា Harry Kane ដូចជាកីឡាករចម្រុះជាតិរបស់ប្រទេសអង់គ្លេសផងដែរអញ្ចឹងយើងរងចាំមើលថាតើការប្រកួតក្រុមចម្រុះជាតិរបស់អង់គ្លេសនិងជាមួយនឹងក្រុមចម្រុះជាតិប៉ាណាម៉ាតើ Harry Kane គាត់អាចសុទ្ធបញ្ចូលទីទៅលើក្រុមចម្រុះជាតិប៉ាណាម៉ាបានដែរឬទេបន្ទាប់ពីគ្រូធ្មប់របស់ប្រទេសកាណាបានដកចេញដកនៅការធ្វើមន្តអាគមចងជើងទៅលើកីឡាករ Harry Kane មិនឲ្យរកគ្រាប់បាល់ការប្រកួតជាមួយនឹងក្រុមចម្រុះជាតិរបស់ខ្លួនអញ្ចឹងយើងមានតែចាំមើលថាតើ Harry Kane គាត់អាចសុទ្ធបញ្ចូលទីទៅលើចម្រុះជាតិប៉ាណាម៉ាបានដែរឬទេ Incisive from England now. Harry Kane. It's a corner. The bar by Kane.